សង្គ្រាមរវាងស្ដេចខ្លានិងស្ដេចតប្រចាំតំបន់មជ្ឈិមបូព៌ាឈានដល់ថ្ងៃទី6ហើយបើទោះបីជាលោកប្រធានាធិបតីដូណាល់ត្រាំគម្រាមថាចង់យកជីវិតស្មាម៉ាន់ក៏បានដែរក៏លោកអាយ៉ាតូឡាអាលីកាម៉ានីមេដឹកនាំកំពូលអ៊ីរ៉ង់មិនព្រឺដែរនៅតែចេញបទបញ្ជាឲ្យបាញ់មីស៊ីលសិតតែគីឡូធ្ងន់ស្រោចទៅលើអ៊ីស្រាអែលរហូតទម្លុះសំណាញ់ដែកដែលមានជាច្រើនស្រទាប់របស់អៃរ៉ានដុំបានសាជាថ្មីនៅវេលាទៀបភ្លឺឈានចូលព្រឹកថ្ងៃពុធនេះអមដោយសារប្រមានបែបនេះថាការប្រយុទ្ធគ្នាចាប់ផ្ដើមហើយមុនការប្រយុទ្ធគ្នាឈានដល់ថ្ងៃទី6លោកត្រាំបានប្រមានថាលោកអាយ៉ាតូឡាលីកាម៉ានីគឺជាគោលដៅដ៏ស្រួលបំផុតដែលនេះមានន័យថាចង់ផ្ដាច់ជីវិតមេដឹកនាំកម្ពុជារូបនេះស្មើបានក៏បានដែរលោកត្រាំបានអះអាងថាបើទោះបីជាលោកអាលីកាម៉ានីរត់ទៅលាក់ខ្លួននៅក្នុងរូមក្រោមដីជ្រៅកាហែងណាក៏គេចមិនផុតអំពីក្រសែភ្នែកអាមេរិកដែរហើយថាការអត់ធ្មត់របស់អាមេរិកគឺកាន់តែអស់ទៅហើយហេតុដូច្នេះលោកអាលីកាម៉ានីត្រូវតែចោះចាញ់ដោយគ្មានលក្ខខណ្ឌឥឡូវនេះភ្លាមបើចង់នៅមានជីវិតចំណែកអ៊ីស្រាអែលក៏បានលើកឡើងផងដែរថាបើខ្លួនចង់សម្លាប់លោកអាលីកាម៉ានីគឺសម្លាប់បានតាំងពីថ្ងៃដំបូងនៃការប្រយុទ្ធមកម្លេះប៉ុន្តែខ្លួនទុកអាយុជីវិតឲ្យគឺដើម្បីទុកឱកាសចរចាទោះបីជាលោកដូណាល់ត្រាំនិងអ៊ីស្រាអែលគំរាមយ៉ាងដូចនេះក្តីប៉ុន្តែលោកអាលីកាម៉ានីមិនខ្លាចញញើសសូម្បីតែមួយបន្តិចដោយលោកបានបញ្ជាឲ្យកូនចៅដ៏ស្មោះត្រង់ស្ម័គ្រស្មោះរបស់លោកទៅបាញ់មីស៊ីលគីឡូធ្ងន់មួយវងទៀតទៅលើអ៊ីស្រាអែលតែម្ដងហើយលើកនេះគឺជាការប្រយុទ្ធដែលប្រើប្រាស់សិទ្ធិមីស៊ីលប៉ាឡេស្ទិក Fata ដែលអាចហោះលឿនជាងសម្លេង5ដងរហូតដល់ជាង6100គីឡូម៉ែត្រនៅក្នុង1ម៉ោងលើភាគកណ្ដាលនិងទីក្រុង Tel Aviv របស់អ៊ីស្រាអែលដោយបណ្ដាលឲ្យអគារមួយចំនួនបាត់បាក់រលំរាបដល់ដីនិងឆាបឆេះហើយមានសេចក្តីរាយការណ៍ទីភ្នាក់ងារស៊ើបការមួយកន្លែងរបស់អ៊ីស្រាអែលក៏បានខ្ទេចដោយសារតែមីស៊ីលរបស់អ៊ីរ៉ង់ដែរក្រៅពីហោះបានលឿនជាងសម្លេងមីស៊ីល Fata គឺមានបំពាក់ក្បាលគ្រាប់ដែលអាចកាច់ចង្កូតបដូរទិសចេញពីប្រព័ន្ធរ៉ាដារបស់សត្រូវផងដែរពេលវាដឹងថាខែរបស់សត្រូវកំពុងតែដេញស្ទាក់ចាប់វាគណៈកំពុងតែបើកការវាយប្រហារជាថ្មីលើអ៊ីស្រាអែលលោកអាលីខាម៉ានីបានប្រមានថាការប្រយុទ្ធគ្នាបានចាប់ផ្ដើមហើយយើងដាច់ខាតត្រូវតែតបតឲ្យបានខ្លាំងក្លាចំពោះរបបភារវកម្ម Zionist ហើយយើងនឹងវាយប្រហារដោយគ្មានមេត្តាឡើយលើរបបមួយនេះបើទោះបីជាយ៉ាងណាក៏ដោយថាតើលោកអាលីខាម៉ានីអាចតតាន់បានយូរប៉ុណ្ណាទៀតជាមួយនឹងអាមេរិកនោះព្រោះមនុស្សចំណិតសំខាន់របស់លោកបានស្លាប់អស់ច្រើនអ្នកទៅហើយសូម្បីតែមេតបមួយរូបដែលលោកទើបតែតែងតាមថ្មីក៏អ៊ីស្រាអែលអះអាងថាបានសម្លាប់រួចហើយដែរហើយលើនេះអាមេរិកបានបញ្ជូនសិទ្ធិតែកម្ពុជាយន្តហោះចម្បាំងដូចជា F16 F22 និង F35 ជាដើមសរុបប្រហែលជា30គ្រឿងឯណោះមកតំបន់មជ្ឈិមបូព៌ាគណៈលោកត្រាំបានលើកឡើងថាបើដល់ពេលវេលាអាមេរិកនឹងយកសព្វាវុធរបស់ខ្លួនកំទេចទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឲ្យខ្ទេចខ្លាយជាផេះតែម្ដងបច្ចុប្បន្នអ្នកវិភាគបានលើកឡើងថាអ៊ីស្រាអែលគ្មានសមត្ថភាពកំទេចទីតាំងនុយក្លេអ៊ែរនៅក្រោមភ្នំដ៏ស្មុគស្មាញដែលមានចាក់បេតុងការពារកម្រាស់ចុះទៅក្រោមជម្រៅ8ទៅ90នៅក្បែរទីក្រុងហ្គោមបាននោះឡើយទាល់តែអាមេរិកទើបមានក្របបែកដែលអាចធ្វើរឿងមួយនេះបាននៅពេលនេះរវាងអ៊ីរ៉ង់អ៊ីស្រាអែលដែលការវាយប្រហារគ្នាឈានចូលដល់រយៈពេល5ថ្ងៃត្រឹមថ្ងៃនេះហើយស្ថានភាពជារួមយ៉ាងណាដែរនៅថ្ងៃនេះគឺជាថ្ងៃទី5នៃចំនួនរវាងអ៊ីស្រាអែលនិងប្រទេសអ៊ីរ៉ង់នេះគឺបានចាប់ផ្ដើមបន្តទៀតបើតាមការបញ្ជាក់ពីមេបញ្ជាការយោធារបស់អ៊ីស្រាអែលគឺបានបញ្ជាក់ថានៅថ្ងៃនេះគឺម៉ោងនៅអ៊ីស្រាអែលគឺប្រទេសអ៊ីរ៉ង់បានវាយប្រហារស្រោចដោយយានដ្រូននិងមីស៊ីលនៅវេលាម៉ោង3:30នាទីនិងម៉ោង4:30នាទីម៉ោងនៅតំបន់មជ្ឈិមបូព៌ាដែលដើរក្រោយកម្ពុជារយៈពេល5ម៉ោងអញ្ចឹងការវាយប្រហារថ្ងៃទី5នេះគឺបានចាប់ផ្ដើមដោយប្រើប្រាស់យានដ្រូន30គ្រឿងនិងមីស៊ីលបាឡេស្ទិកមិនដល់10គ្រាប់ទេបើតាមការបញ្ជាក់ពីយោធាអ៊ីស្រាអែលដោយបានវាយប្រហារទៅលើទីក្រុង Tel Aviv ហើយនិងទីក្រុង Haifa នៅភាគខាងជើងរបស់អ៊ីស្រាអែលអញ្ចឹងការវាយប្រហារថ្ងៃទី5នេះគឺមានមនុស្សស្លាប់ប្រមាណតែ3នាក់ទេនិងរបួសមួយចំនួនទៀតមិនទាន់បានបញ្ជាក់ពីតួលេខច្បាស់លាស់ទេដោយសារស្ថានភាពកំពុងតែច្របូកច្របល់នៅឡើយក្នុងជំហានដំបូងដែលការវាយប្រហារ4ថ្ងៃនេះបើតាមការ5ថ្ងៃនេះបើតាមការបញ្ជាក់របស់ខាងយោធាអ៊ីស្រាអែលថាអ៊ីរ៉ង់បានប្រើប្រាស់សព្វាវុធអាវុធសរុបរបស់ខ្លួនអាវុធអាកាសដែលសរុបរបស់ខ្លួនគឺជាង300គ្រឿងគ្រាប់មានន័យថាការវាយប្រហារនោះគឺមកដល់ថ្ងៃទី5នេះការវាយប្រហារដោយប្រើយានដ្រូនរបស់អ៊ីស្រាអែលរបស់អ៊ីរ៉ង់លើអ៊ីស្រាអែលនេះ170គ្រឿងនេះគឺប្រើប្រាស់យានដ្រូនមីស៊ីលបាឡេគ្រូសមីសាលគឺមីស៊ីលតម្រង់គោលដៅដែលបានចេញត្រង់ពីអ៊ីរ៉ង់មកកាន់អ៊ីស្រាអែលគឺមាន30គ្រាប់និងមីស៊ីលបាឡេស្ទិកមាន120គ្រាប់នេះគឺសរុបចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលពីថ្ងៃ
សុករហូតមកដល់ថ្ងៃនេះហើយការវាយបកពីអ៊ីរ៉ង់ដែលស្រោចមកលើអ៊ីស្រាអែលនេះដោយប្រើប្រាស់អាវុធ3ប្រភេទអាវុធអាកាស3ប្រភេទគឺប្រើប្រាស់យានដ្រូននោះមាន2ប្រភេទជាយានដ្រូនប្រយុទ្ធនិងយានដ្រូនអត្តឃាតដែលគេហៅថាកាមីកាសៃដែលមកដល់គោលដៅត្រូវកំទេចចោលខ្លួនឯងត្រូវកំទេចយាននឹងចោលហើយមួយទៀតគឺត្រឡប់ទៅវិញមួយទៀតគឺប្រើប្រាស់គ្រូមីស៊ីលតម្រង់គោលដៅនិងមីស៊ីលទី3គឺប្រភេទមីស៊ីល ballistic ជាប្រភេទមីស៊ីលផ្លោងកំណត់គោលដៅចូលទៅក្នុងទីតាំងដែលបានកំណត់តែការវាយប្រហាររយៈពេល5ថ្ងៃមកនេះគេមើលឃើញថាជាការលំបាកសម្រាប់អ៊ីស្រាអែលក្នុងការទប់ទល់បើទោះបីជាអ៊ីស្រាអែលត្រូវបានមើលឃើញថាជាប្រទេសដែលមានប្រព័ន្ធការពារដែនអាកាសរឹងមាំ Iron Dome David Sling ក៏ដោយតែប៉ុន្តែប្រភេទនៃការពារដែនអាកាសរបស់អ៊ីស្រាអែលនេះគឺធ្លាប់តែស្ទាក់ចាប់ប្រភេទរ៉ាកែតរយៈចម្ងាយខ្លីប៉ុន្តែការវាយប្រហារនេះគឺជាការវាយប្រហារដោយប្រភេទអាវុធដែលគេហៅទំនើបនិងមានសក្តានុពលខ្លាំងក្លាទៅលើការកំទេចគោលដៅដូច្នេះហើយគឺធ្វើឲ្យអ៊ីស្រាអែលការចាប់គោលដៅមានភាពច្បុកច្បល់ដោយសារការវាយចម្រុះដោយអាវុធអាកាសចម្រុះមកលើទីតាំងផ្សេងគ្នាភាគច្រើនគឺនៅតេលអាវីវនិងភាគខាងត្បូងតេលអាវីវបន្តិចដែលគេហៅថាទីក្រុងបាតយ៉ាមនិងមួយផ្នែកទៀតនៅទីក្រុងហៃហ្វាដែលជាទីក្រុងកំពង់ផែភាគខាងជើងរបស់អ៊ីស្រាអែលដូច្នេះការស្ទាក់ចាប់របស់អ៊ីស្រាអែលគឺមានចន្លោះប្រហោងខ្លះក្នុងចំណោម100គ្រាប់អាចមាន15គ្រាប់ដែលបានធ្លាក់ចូលទៅទីតាំងនានាបំផ្លិចបំផ្លាញអគារយ៉ាងច្រើននៅក្នុងទីក្រុងតេលអាវីវដែលឡែកសម្រាប់អ៊ីស្រាអែលវិញគឺប្រើប្រាស់យន្តហោះប្រមាណ200គ្រឿងចាប់តាំងពីថ្ងៃសុក្រដោយវាយប្រហារទៅលើគោលដៅជាង100ទាំងគោលដៅយោធាគោលដៅនុយក្លេអ៊ែរនិងហេដ្ឋារចនាសម្ព័ន្ធផ្នែកធម្មពលមានប្រេកឃ្លាំងស្តុកប្រេងនិងឧស្ម័នជាដើមម្យ៉ាងវិញទៀតអ៊ីស្រាអែលក៏បានអះអាងដែរថាបានបំផ្លាញជើងតម្រសម្រាប់បាញ់មីស៊ីលប្រមាណជា 30% គឺកំទេចបាន120គ្រឿងក្នុងចំណោមជើងតម្របាញ់មីស៊ីល ballistic របស់អ៊ីរ៉ង់សម្ដៅមកកាន់អ៊ីស្រាអែលនិងបានវាយប្រហារទៅលើទីតាំងមួយចំនួននៅភាគខាងត្បូងនិងភាគខាងជើងដែលជាទីតាំងសម្រាប់ស្តុកឃ្លាំងមីស៊ីលបាញ់ពីដីទៅដីរបស់ប្រទេសអ៊ីរ៉ង់និងរួមទាំងគោលដៅដទៃទៀតដែលចុងក្រោយគឺនៅណាតាន់តែជាទីតាំងសម្រាប់រោងចក្រនុយក្លេអ៊ែរដ៏ធំរបស់អ៊ីស្រាអែលដូច្នេះការវាយប្រហារនៅថ្ងៃនេះគឺមានការប្រកាសពីការសងសឹកទ្រង់ទ្រាយធំបន្ថែមទៀតពីប្រទេសអ៊ីរ៉ង់ដែលថាអ៊ីស្រាអែលនឹងមិនធ្លាប់ជួបទេការវាយប្រហារទ្រង់ទ្រាយធំបែបនេះនឹងឲ្យអ៊ីស្រាអែលឃើញដែលឡែកអ៊ីស្រាអែលខាងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ិនយ៉ាមីន នេតាន់យ៉ាហ៊ូបានលើកឡើងថាអ៊ីស្រាអែលកំពុងតែបោះជំហានទៅដណ្ដើមជ័យជំនះក្នុងការកម្ចាត់ប្រទេសអ៊ីរ៉ង់ទី1គោលដៅរបស់អ៊ីស្រាអែលគឺដើម្បីបន្តវត្តមានអ៊ីស្រាអែលនៅក្នុងតំបន់មជ្ឈិមបូព៌ាត្រូវតែ preemptive attack មានន័យថាការវាយប្រហារមុនទៅលើអ៊ីរ៉ង់មុនពេលដែលអ៊ីរ៉ង់សម្រេចបានគោលដៅឬសម្រេចផលិតបានក្បាលគ្រាប់នុយក្លេអ៊ែរមួយទៀតគឺដើម្បីលុបបំបាត់ការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់មកលើអ៊ីស្រាអែលដែលមានរយៈពេលច្រើនទសវត្សរ៍មកហើយតាមរយៈការតាមកម្ចាត់ឬយាយីអ៊ីស្រាអែលដោយការចិញ្ចឹមឧបត្ថម្ភគ្រប់គ្រងបណ្ដុំដាលក្រុមសកម្មប្រយុទ្ធផ្សេងមាន Hezbollah Hamas ការតាអ៊ីប Hezbollah នៅក្នុងប្រទេសអ៊ីរ៉ាក់និងក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរីកន្លងមករួមទាំងពួកប្រទាមហ៊ូទីនៅក្នុងប្រទេសយេម៉ិនប៉ុន្តែឥឡូវនេះគោលដៅដែលអ៊ីស្រាអែលនឹងសម្រេចបានគឺតាមរយៈការកំទេចរាល់គោលដៅគម្រាមកំហែងទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ដំណោះស្រាយវិញតើកិច្ចប្រឹងប្រែងជាអន្តរជាតិនៅពេលនេះមានលទ្ធផលយ៉ាងណាដែរលោកឌីណាបាទប្រធានាធិបតីបារាំងលោកអ៊ីម៉ានូអែលម៉ាក្រុងដែលកំពុងស្ថិតនៅក្នុងប្រទេសកាណាដាចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសដែលមានឧស្សាហកម្មលូតលាស់ទាំង7ឬហៅថា G7 លោកបានលើកឡើងប្រាប់អ្នកសារព័ត៌មានថាប្រធានាធិបតីសហរដ្ឋអាមេរិកអាចនឹងជំរុញឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់លោកថាបើអាចធ្វើបែបនេះបានគឺជារឿងមួយដ៏ល្អហើយក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេសG7 ហ្នឹងក៏លើកឡើងដែរថាអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរទេប៉ុន្តែយ៉ាងណាក៏ដោយអ៊ីស្រាអែលនិងអ៊ីរ៉ង់ចាំបាច់ត្រូវតែខិតទៅរកគ្នាដើម្បីជំរុញឲ្យមានបទចុបាញ់លោកក៏បានថ្កោលទោសឬក៏ពមៀនការប៉ុនប៉ងណាមួយដើម្បីបង្កអស្ថិរភាពឬក៏ផ្លាស់ប្ដូររដ្ឋាភិបាលនៅក្នុងទីក្រុងតេហីរ៉ង់ដែរដោយសារថាការធ្វើបែបនេះវាស្មើនឹងយុទ្ធសាស្ត្ររបស់ក្រុមភេរវករឬហៅថាយុទ្ធសាស្ត្រភេរវនិយមដែលបង្កការបំផិតបំភ័យក្នុងន័យបដូររំលំរដ្ឋាភិបាលនៅក្នុងទីក្រុងតេហីរ៉ង់យ៉ាងវិញទៀតក៏គេឃើញចរន្តអ៊ីរ៉ង់កន្លងមកក៏ធ្លាប់បានតាក់ទងទៅខាងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA ដើម្បីឲ្យជឿនដំណឹងទៅខាងអឺរ៉ុបនិងសហរដ្ឋអាមេរិកដើម្បីបើកការចរចាជាមួយនឹងអ៊ីស្រាអែលដើម្បីស្វែងរកបទចុបាញ់យ៉ាងទៀតគឺអ៊ីរ៉ង់ក៏បានតាក់ទងនៅទៅកាន់បណ្ដារដ្ឋនៅឈូងសមុទ្រមានការតាមមាន
អារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមជាដើមដើម្បីឲ្យតាក់ទងទៅខាងសហរដ្ឋអាមេរិកដាក់សម្ពាធលើអ៊ីស្រាអែលឲ្យងាកមករកការចរចាដើម្បីសម្រេចបានបទចុះបាញ់ប៉ុន្តែប្រទេសទាំងនោះហាក់ដូចជាអល់ឯកសម្ដែងការព្រួយបារម្ភនិងជំរុញឲ្យអ៊ីរ៉ង់និងអ៊ីស្រាអែលចុះកិច្ចព្រមព្រៀងជាមុនទើបអាចសហរដ្ឋអាមេរិកបោះជំហានជាក្រោយប៉ុន្តែអ៊ីរ៉ង់នៅតែប្រកាសថាបើអ៊ីស្រាអែលមិនឈប់វាយប្រហារទៅលើអាកាសដោយប្រើយន្តហោះទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ទេគឺអ៊ីរ៉ង់មិនអាចស្វែងរកកិច្ចព្រមព្រៀងបានទេព័ត៌មានមួយទៀតដែលផ្សព្វផ្សាយដោយខាងសេតវិមានបានបញ្ជាក់ថាឥឡូវនេះសេតវិមានកំពុងតែពិភាក្សាជាមួយនឹងប្រទេសអ៊ីរ៉ង់ធ្វើយ៉ាងណាឲ្យមានជំនួបផ្ទាល់រវាងលោក David Corporation សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ដែលអាចជួបគ្នានៅសប្តាហ៍នេះប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេមេដឹកនាំជាច្រើនសុទ្ធសឹងតែសម្ដែងការចាប់អារម្មណ៍ឬក៏ពេញចិត្តថាការវិលត្រឡប់របស់លោក Donald Trump មុនគេពីកិច្ចប្រជុំកំពូលនៅប្រទេសកាណាដាគេក្នុងន័យថាមកជួបពិភាក្សាជាមួយនឹងក្រុមការងារសេតវិមាននិងជំរុញឲ្យអ៊ីស្រាអែលសម្រាប់បានកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ប៉ុន្តែមុននេះគឺលោក Donald Trump បានបង្ហោះនៅលើបណ្ដាញសង្គមទូសូសរបស់លោកថាការវិលត្រឡប់របស់លោកនេះមិនមែនមកជំរុញឲ្យអ៊ីស្រាអែលនិងអ៊ីរ៉ង់ចរចាសម្រាប់បានបទចុះបាញ់ទេដោយលោកគ្រាន់តែចង់ឲ្យអ៊ីរ៉ង់បន្ទន់អេយ៉ាបតប្រាប់ថាខ្លួនឯងមិនត្រូវការអាវុធនុយក្លេអ៊ែរមិនចង់បានអាវុធនុយក្លេអ៊ែរនិងស្វែងរកការចរចាជាមួយអ៊ីស្រាអែលបើពុំនោះសោតទេសហរដ្ឋអាមេរិកក៏ពិចារណាទម្លាក់គ្រាប់បែកបន្ថែមទៀតទៅលើរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់វាស្របនឹងការធ្វើអធិប្បាយរបស់អ្នកស្រាវជ្រាវលោកស្រីបាបារ៉ាទីមុនដែលជាអ្នកសិក្សាបញ្ហាមជ្ឈមបូព៌ាបានលើកឡើងថាអ៊ីស្រាអែលមិនអាចកំទេចគោលដៅនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឲ្យអស់បានទេបើគ្មានការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិកឥឡូវនេះខាងសហរដ្ឋអាមេរិកខាងគណៈបកសាធារណរដ្ឋក៏មានសមាជិកខ្លះគណៈបកប្រជាធិបតេយ្យក៏មានសមាជិកខ្លះបានសម្ដែងការជំទាស់ទៅនឹងការជាប់ពាក់ព័ន្ធណាមួយរបស់សហរដ្ឋអាមេរិកក្នុងបញ្ហាអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលក្នុងនោះមានលោក Bernie Sanders សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណៈបកប្រជាធិបតេយ្យបានណែនាំសេចក្តីស្នើច្បាប់មិនមានសង្គ្រាមប្រឆាំងអ៊ីរ៉ង់ធ្វើយ៉ាងណារារាំងកុំឲ្យរដ្ឋបាលលោក Trump ប្រើប្រាស់ថវិកាជាតិដើម្បីបញ្ជូនទាហានទៅពាក់ព័ន្ធជាមួយនឹងសង្គ្រាមអ៊ីស្រាអែលនិងអ៊ីរ៉ង់ដូច្នេះឥឡូវនេះគឺចរន្តការទូតកំពុងតែស្វះស្វែងទាំងសហភាពអឺរ៉ុបទាំងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិនិងតំបន់ឈូងសមុទ្រដែលត្រូវបានតាក់ទងសម្រុះសម្រួលដោយប្រទេសអ៊ីរ៉ង់ឲ្យជួបចរចាជាមួយនឹងអ៊ីស្រាអែលសហរដ្ឋអាមេរិកធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិកសកាត់អ៊ីស្រាអែលឲ្យទទួលយកនូវបទឈប់បាញ់រវាងអ៊ីរ៉ង់និងអ៊ីស្រាអែលនៅពេលនេះបាទ